បងតើបងមានរឿងអីដែលលាក់បាំងអូនមែនទេគ្មានអីទេអូនឈប់ប្រឹករឿងបងទៀតទៅតែបងបានផ្លាស់ប្ដូរច្រើនណាស់បងមិនដែលមកផ្ទះយប់ជ្រៅបែបនេះទេពីមុនមកបងរវល់ការងារអូនយល់ទេខ្ញុំដឹងតែខ្ញុំមិនមែនជាមនុស្សល្ងងទេបងវិសាក៏បានស្រែកចង់ដឹងខ្លាំងណាស់មែនទេបងមានស្រីផ្សេងហើយเป็นចិត្តហើយទៅនៅរតនាក៏ឮបែបនេះក៏ស្ទើរតែដួលអត់ទេបងនិយាយលេងមែនទេស្រាប់ពេលនោះវិសាក៏បានដើរចេញគ្មានតបតអ្វីឡើយទៅកាន់រតនាសូមជូនរឿងប្រពន្ធកំសត់នៅក្នុងផ្ទះមួយម្ដាយរតនានិងរតនាក៏បានជជែកគ្នាអំពីរឿងពួកគេស្របនោះដែរម៉ាក់រតនាក៏បាននិយាយជាមួយកូនក៏បាននិយាយថាខ្លួនឯងពិតជាសម្ដានណាស់ដែលមានប្តីដូចវិសាលគេគិតខំរកស៊ីមិនដែលគិតបាក់បង់កូនខ្លួនឯងចោលឡើយចាម៉ាក់កូនក៏គិតដូចម៉ាក់ដែរកូនតែងតែអរគុណព្រះជាម្ចាស់ដែលផ្ដល់ឲ្យកូននៅគ្រួសារមួយដែលកក់ក្ដៅឪពុករបស់រតនាក៏បានដើរមកណែម៉ែវារៀបចំម្ហូបបានហើយឬនៅខ្ញុំឃ្លានបាយខ្លាំងណាស់អូរថៃអវីរតនាកូនទៅរហៅប្តីកូនមកញ៉ាំបាយព្រោះគេធ្វើការនៃហត់ពេញមួយថ្ងៃហើយក្នុងការិយាល័យរបស់វិសាល3ខែកន្លងផុតទៅកណិកាក៏បានដើរចូលមកកាន់ការិយាល័យរបស់វិសាលដោយញញឹមស្រស់អំព្រមបងវិសាលឯកសារនេះខ្ញុំរៀបចំរួចរាល់ហើយអូអរគុណកានិកាកូនពិតជាធ្វើការយ៉ាងរហ័សរហួនណាស់ខ្ញុំគ្រាន់តែចង់ជួយបងប៉ុណ្ណោះបងនឹងទេខ្ញុំពិតជាពេញចិត្តបងណាស់ដែលមកមានសមត្ថភាពខ្ពស់ក្នុងការងារហើយមនុស្សជុំវិញខ្លួនក៏ចូលចិត្តបងទៀតអរគុណអូនបងពេលខ្លះខ្ញុំគិតថាខ្ញុំពិតជាចង់មានបុរសម្នាក់ដូចជាបងគឺជាប្តីកានិកាអូននិយាយអីហ្នឹងបងមានគ្រួសារហើយខ្ញុំដឹងតែខ្ញុំគ្រាន់តែនិយាយអារម្មណ៍របស់ខ្ញុំប៉ុណ្ណោះខ្ញុំសុំទោសបើខ្ញុំធ្វើឲ្យបងពិបាកចិត្តខែក្រោយមករតនាក៏មានជីវភាពទូធាហើយពួកគេក៏បានកសាងផ្ទះថ្មីនិងជីវភាពរបស់ពួកគេយ៉ាងមានក្តីសុខប៉ុន្តែមានថ្ងៃមួយរតនាក៏បានចាំប្តីដោយគិតថាថ្ងៃនេះខុសពីរាល់ដងហើយលីណាក៏បានសួរទៅកាន់ម៉ាក់ថាមិនទាន់មកទេអីម៉ាក់ខ្ញុំឃ្លានបាយណាស់អីគេកូនម៉ាក់នឹងឲ្យកូនញ៉ាំបាយមុនប៉ាប្រហែលជារវល់ការងារហើយនៅពេលនោះដែរសំឡេងទ្វារក៏បានបើកហើយវិសាក៏បានដើរចូលមកផ្ទះនៅពេលដែលវិសាកំពុងដើរក៏ឮសំណឹបជើងហើយក៏បានឮដល់រតនាក៏បានដើរទៅមើលហើយក៏បានទៅសួរថាបងមិនក៏ថ្ងៃនេះក៏យូរម្ល៉េះមានរឿងអីកើតឡើងមែនបងហើយវិសាក៏បានរុញរតនាចេញកុំរវល់រឿងបងពេកបងនឿយហត់ណាស់តែបង គ្មានអីទេទៅរៀបចំទឹកឲ្យបងងូចនៅផ្ទះរតនាមួយខែទៅមួយខែរតនាក៏បានឃើញវិសាត្រឡប់មកធ្វើការយប់ជ្រៅសឹងតែរាល់ថ្ងៃថែមទាំងមានក្លិនទឹកអប់ប្លែកជារៀងរាល់ថ្ងៃរតនាក៏បានចាំវិសាលមកពីធ្វើការជារៀងរាល់យប់បងតើបងមានរឿងអីដែលលាក់បាំងអូនមែនទេគ្មានអីទេអូនឈប់ប្រឹករឿងបងទៀតទៅតែបងបានផ្លាស់ប្ដូរច្រើនណាស់បងមិនដែលមកផ្ទះយប់ជ្រៅបែបនេះទេពីមុនមកបងរវល់ការងារអូនយល់ទេខ្ញុំដឹងតែខ្ញុំមិនមែនជាមនុស្សល្ងងទេបងវិសាលក៏បានស្រែកចង់ដឹងខ្លាំងណាស់មែនទេបងមានស្រីផ្សេងហើយเป็นចិត្តហើយទៅនៅរតនាក៏ឮបែបនេះក៏ស្ទើរតែដួលអត់ទេបងនិយាយលេងមែនទេស្រាប់ពេលនោះវិសាក៏បានដើរចេញគ្មានតបតអ្វីឡើយទៅកាន់រតនាថ្ងៃបន្ទាប់នៅផ្ទះម្ដាយរតនាក៏បានរត់ទៅអោបម្ដាយរបស់នាងហើយម៉ាក់វិសាមានស្រីផ្សេងហើយគេបោកប្រាស់ខ្ញុំ
កុំយំកូនផ្ដាច់ដឹងថាកូនឈឺចាប់ប៉ុណ្ណា កូនភាសាកតញ្ញូខ្ញុំនឹងនិយាយជាមួយនឹងវា ម៉ាក់ប៉ាកូនមិនដឹងត្រូវធ្វើយ៉ាងណាទេកូនមានតែកូនម្នាក់កូនខ្លាចណាស់ កូនត្រូវតែរងមាំម៉ានឹងប៉ានឹងទីក្បែរកូនជានិច្ច ផ្ទះរតនា3ខែក្រោយមកវិសាក៏បានចាក់ចេញពីផ្ទះទៅរស់នៅជាមួយនឹងកណិការតនាត្រូវបានរ៉ាប់រងការងារគ្រប់យ៉ាងនិងមើលថែកូនទាំងម្នាក់ នេះណាតើកូនឃ្លានអីម៉ាក់នឹងធ្វើឲ្យញ៉ាំ ម៉ាក់ហត់នឿយហើយមែនទេ ម៉ាក់មិនអីទេកូនម៉ាក់នឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីកូន លោកជាតាក៏បានដើរចូលមក បារម្ភអីរតនាបងត្រូវតែដឹងមុំឡើងដើម្បីចិញ្ចឹមកូន អូសុជាតាអរគុណច្រើនណាស់អូនស្រី